càng nghe chính nó chônរបៀបលាយចំណីឲ្យប្រៀបយើងធំលឿនហើយវាចំណាយអត់តិចបាទគោរពជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងចាប់ផ្ដើមនិយាយអំពីរបៀបលាយចំណីធ្វើបែបណាដើម្បីឲ្យប្រៀបយើងនោះធំលឿនហើយយើងចំណាយអស់ថវិកានោះតិចទេចុច like ដើម្បីគាំទ្រហើយចុច comment ដើម្បីសាកសួរអំពីរបៀបចិញ្ចឹមព្រាបនិងចុច subscribe ដើម្បីបានវីដេអូថ្មីអំពីអ្នកចិញ្ចឹមព្រាបមុនគេបាទចិញ្ចឹមសត្វគឺសំខាន់ណាស់បងប្អូនយើងត្រូវតាវត្ថុធាតុដើមណាដែលឲ្យវាធូរថ្លៃទើបយើងចិញ្ចឹមបានចំណេញសប្តាហ៍បងប្អូនខ្លះគាត់ចិញ្ចឹមតិចគាត់ទៅទិញចំណីពីផ្សារមកអាហ្នឹងវារៀងតម្លៃថ្លៃបន្តិចនិយាយទៅថ្លៃតែហ្មងបងប្អូនបើសិនណាយើងចិញ្ចឹមលេងកំសាន្តអីហ្នឹងក៏យើងត្រូវតាអស់ថវិកាច្រើនដែរហើយបើសិនណាយើងចិញ្ចឹមចង់លក់ចង់ដូរវិញបងប្អូនហើយគឺយើងបានផលមកយើងទូទាត់ទៅគឺអត់ចំណេញទេជាមួយនឹងការងារចិញ្ចឹមសត្វនេះ share វីដេអូដើម្បីឲ្យបងប្អូនយើងដែលអ្នកទើបតែចាប់ដើមថ្មីដឹងផងបងប្អូនចំណីព្រាបបងប្អូនដឹងហើយព្រាបគឺវាស៊ីចំណីមានស្រូវមានពោតមានសណ្ដែកបងប្អូនក្របធញ្ញជាតិហ្នឹងបាយក្រៀមអីក៏វាស៊ីដែរបងប្អូនបើបងប្អូនទិញចំណីសម្រាប់ពីផ្សារក៏បានគាត់ផ្សំហើយមានជីវជាតិចិញ្ចឹមទៅបានល្អសត្វយើងលូតលាស់បានលឿនប៉ុន្តែថវិកានោះគឺយើងរៀងចំណាយអស់ច្រើនបងប្អូនសត្វបងប្អូនដឹងហើយដើម្បីឲ្យចិញ្ចឹមបានល្អគឺវាត្រូវការស៊ីអាហារដែលមានថាមពលនិងវីតាមីនអញ្ចឹងបងប្អូនយើងអាចរកទិញស្រូវដែលមានតម្លៃធូរថ្លៃហើយនឹងពោតហើយមានសណ្ដែកអីគឺយើងលាយតែ 10% អីទេគឺលាយអត់ច្រើនទេណាបងប្អូនរបៀបលាយចំណីរបស់វានោះគឺយើងដាក់ឧទាហរណ៍ថា10គីឡូបងប្អូន10គីឡូចំណីអញ្ចឹងណាអញ្ចឹងយើងដាក់ស្រូវពាក់កដាលមកពោតពាក់កដាលមកបានន័យថាពោតយើងយក4គីឡូស្រូវយើងយក4គីឡូហើយនៅសល់2គីឡូទៀតយើងអាចដាក់សណ្ដែកសៀង1គីឡូសណ្ដែកបាយ1គីឡូបងប្អូនហ្នឹងហើយដល់ពេលយើងលាយចំណីហ្នឹងហើយវាឲ្យយើងឲ្យស៊ីវាធម្មស៊ីឲ្យប្រៀបស៊ីធម្មតាបងប្អូនដល់ពេលចំពោះវីតាមីនវិញបើនៅខាងក្រៅយើងអត់ចិញ្ចឹមដាក់ទ្រុងទេអញ្ចឹងវាទៅដើរចឹកស្លឹកឈើស្លឹកអីចឹងស្លឹកស្មៅអីចឹងណាប៉ុន្តែបើសម្រាប់ឲ្យយើងចិញ្ចឹមដាក់ទ្រុងវិញមួយអាទិត្យគឺយើងដាក់មួយសាវវីតាមីនឲ្យទឹកផឹកលាយវាម្ដងមួយពីរដងទៅបងប្អូនហើយវីតាមីនហ្នឹងគឺវាធ្វើឲ្យរោមហើយនឹងស្លាបព្រាបយើងនឹងខ្លួនព្រាបយើងនឹងសម្បុរវាស្អាតបងប្អូនចំពោះចំណីវិញបងប្អូនយើងអត់ចាំបាច់ដាក់ច្រើនពេកទេបងប្អូនដាក់ចោលសល់ហ្នឹងវាខាតចំណីមានកដោមានចាបអីស៊ីអញ្ចឹងណាចំណីគឺយើងដាក់តានិយាយទៅក្នុងព្រាបមួយក្បាលបងប្អូនវាអាចស៊ី30ទៅ40ក្រាមបានន័យថាវាអត់ដល់1ខាំទេណាបងប្អូនមួយក្បាលវាអត់ស៊ីដល់1ខាំទេមួយខាំហ្នឹងយើងអាចចែកជា3ហើយជា2បន្តិចអីចឹងទៅបងប្អូនអញ្ចឹងព្រាបយើងទៅស៊ីទៅវាមានសុខភាពល្អហើយបើយើងដាក់ចំណីច្រើនហ្នឹងវាសល់វាអីចឹងវាខាតចំណីរបស់យើងដែរហើយព្រាបវាចូលចិត្តលេងទឹកបងប្អូនវាចូលចិត្តលេងទឹកមួយទឹកវាសម្អាតខ្លួនវាយើងចិញ្ចឹមព្រាបឲ្យបានល្អគឺយើងដាក់ចំណីឲ្យបានគ្រប់គ្រាន់ហ្នឹងទៅហើយទឹកស្អាតជារៀងរាល់ជាប្រចាំទៅបងប្អូនហើយនឹងបោសសម្អាតត្រង់អញ្ចឹងចាំព្រាបទៅបានផលហើយអរគុណបងប្អូនច្រើនដែលបានគាំទ្រសូមឲ្យបងប្អូនមានសុខភាពល្អនិងសំណាងល្អ